សួស្តីអ្នកទាំងអស់គ្នាវីដេអូនេះខ្ញុំនឹងបង្ហាញពីមូលដ្ឋានគ្រឹះនៃការរៀនមេរៀនប្រភេទអញ្ចឹងមេរៀនប្រភេទចំណុចសំខាន់របស់វាមាន4ចំណុចគឺមានការបូកដកបូកប្រភេទដកប្រភេទគុណប្រភេទនិងចែកប្រភេទហើយមកដល់វីដេអូនេះគឺជាវីដេអូទី1ដែលមានលំហាត់ងាយៗសម្រាប់អនុវត្តនិងបញ្ចូលជាtechnique តិចតួចសម្រាប់ការដោះស្រាយលំហាត់បូកដកប្រភេទហ្នឹងអញ្ចឹងយើងមើលមកកាន់រមាំងមួយនេះគឺការបូកដកបូកដកព្រោះនេះខ្ញុំសេទៅលោវាថតអត់ជាប់ប្រភេទដែលមានភាពបែងដូចគ្នាអញ្ចឹងដើម្បីចេះបូកដកប្រភេទដែលមានភាពបែងដូចគ្នាយើងត្រូវដឹងនិយមន័យឬក៏របៀបធ្វើវាសិនដើម្បីបូកដកប្រភេទដែលមានភាពបែងដូចគ្នាយើងត្រូវបូកដកតែភាគយករីឯភាពបែងសារទុកនៅរដាលបានន័យថាទូទាត់តែភាគយកឲ្យភាពបែងគឺកាលណាភាពបែងដូចគ្នាហើយយើងទុកវានៅរដាលមកតែបើចម្លើយចុងក្រោយបើសម្រួលបានក៏យើងសម្រួលមកអញ្ចឹងយើងចាប់ផ្ដើមចូលមកដល់ឧទាហរណ៍កនេះ7លើ3ដក1លើ3អញ្ចឹងករណីនេះគឺករណីភាពបែងដូចគ្នាករណីភាពបែងដូចគ្នាភាពបែង3នេះដូចគ្នាយើងទុកវាចោលមកយើងបាននេះយើងសេវាដែរមកយើងទូទាត់តែលើ7ដក1អញ្ចឹង7ដក1វាចេញ6អញ្ចឹងទៅជា6លើ3ចែកទៅបាន2បានន័យថាវាសម្រួលអញ្ចឹងលំហាត់ខនេះ7លើ3បូក1លើ3អញ្ចឹងភាគបែងដូចគ្នាយើងរក្សាភាគបែងទុកនៅដដែលមកយកភាគយកបូកគ្នា7បូក1ស្មើ8អញ្ចឹងខនេះស្មើ8លើ3ហើយយើងចូលមកដល់លំហាត់កបន្តទៀតលំហាត់កនេះគឺ5លើ2ដក7លើ2អញ្ចឹង5លើ2ដក7លើ2នេះករណីនេះគឺភាគបែងដូចគ្នាទៀតហើយអញ្ចឹងយើងរក្សាភាគបែង2ទុកនៅដដែលអញ្ចឹងយកភាគយក5ដក7អញ្ចឹង5វិជ្ជមានបានន័យថាដក7នេះអវិជ្ជមានអញ្ចឹងអវិជ្ជមានធំជាងវិជ្ជមានយើងយកកាលណាវាមានសញ្ញាផ្ទុយគ្នាអញ្ចឹងយើងយកលេខដកគ្នាហើយសញ្ញាទៅតាមលេខដែលធំអញ្ចឹងវាចេញដក2ព្រោះដក7នេះវាធំជាងបូក5អញ្ចឹងវាចេញដក2លើ2ដក2លើ2ស្មើដក1ព្រោះដកចែកបូកបានន័យថាភាគបែង2នេះសញ្ញាមុខវាវិជ្ជមានអញ្ចឹងឥឡូវអវិជ្ជមានដកចែកបូកចេញដកអញ្ចឹងចេញដក1យើងមើលតកតងទៅនឹងលំហាត់ខគឺការបូកដកភាគដែលមានភាគបែងដូចគ្នាអញ្ចឹង10លើ3ដក7លើ3បូក1លើ3ភាគបែងវាគឺដូចគ្នាទាំងអស់អញ្ចឹងយើងរក្សាភាគបែងទុកនៅដដែលយើងយកភាគយកបូកដកគ្នាមក10ដក7បូក1អញ្ចឹងវាស្មើ4អញ្ចឹងចម្លើយវាចេញ4លើ3អញ្ចឹងនៅtrong video củaយើងមានលំហាត់3ដែរបើបងប្អូនណាបានធ្វើហើយក៏ទម្លាក់ចម្លើយចូល comment ក៏បានដែរហើយចាំចេញវីដេអូបន្តទៀតទាក់ទងទៅនឹងមេរៀនប្រភេទហ្នឹងអរគុណច្រើនដែលបានចូលរួមទស្សនាវីដេអូនេះក៏ដូចជាចុច like និង comment